អាយុដំអភិសន្តិបណ្ឌិតសសុខាថ្លែងសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលរួមចំណែកជួយពលរដ្ឋជាមួយរាជរដ្ឋាភិបាលអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសសុខាបានថ្លែងសរសើរនិងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានចូលរួមជាផ្នែកមួយជាមួយរាជរដ្ឋាភិបាលក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួនជូនប្រជាពលរដ្ឋការថ្លែងផ្ដល់កម្លាំងចិត្តនេះបានធ្វើឡើងក្នុងឱកាសអាយុដំអភិសន្តិបណ្ឌិតនិងលោកជំទាវបានអញ្ជើញជាអធិបតីនៃពិធីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកពោធិ៍រៀងខេត្តព្រៃវែងនាព្រឹកថ្ងៃទី30ខែកញ្ញាឆ្នាំ2025នេះបើតាមអាយុដំអភិសន្តិបណ្ឌិតការថែទាំនិងពិនិត្យព្យាបាលសុខភាពគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នានិងគ្រប់វ័យទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ហើយការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាព្រឹកនេះជាឱកាសមួយសម្រាប់លោកតាលោកយាយអ៊ំពូមីងបានដឹងអំពីសុខភាពរបស់ខ្លួនតាមរយៈការពិនិត្យនិងការប្រឹក្សាយោបល់និងផ្ដល់ព័ត៌មានផ្សេងអំពីការថែទាំសុខភាពចាប់ពីពេលនេះទៅមុខទៀតដោយរបៀបណាអាយុដំអភិសន្តិបណ្ឌិតបានគូបញ្ជាក់ថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានតម្កល់ឆន្ទៈខ្ពស់លើវិស័យចំនួន2ស្ដែងឡើងតាមរយៈការចំណាយថវិកាច្រើនជាងវិស័យការពារជាតិនិងវិស័យមហាផ្ទៃនោះគឺទី1វិស័យអប់រំនិងទី2វិស័យសុខាភិបាលអាយុដំបានសង្កត់ធ្ងន់ថាគោលនយោបាយនេះបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពប្រជាពលរដ្ឋសូមបញ្ជាក់ថាក្រុមការងារនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសសុខាដែលបានចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋនៅស្រុកពោធិ៍រៀងនាព្រឹកនេះមានចំនួន504នាក់ក្រុមគ្រូពេទ្យនឹងពិនិត្យព្យាបាលជំងឺទូទៅរួមមានអប់រំសុខភាពជំងឺផ្លូវចិត្តជំងឺកុមាររោគស្ត្រីជំងឺរឹសរងបាតជំងឺសួតក្រពះពោះវៀនជំងឺផ្លូវដង្ហើមជំងឺប្រដាប់រំលាយអាហារសើស្បែកស្លេកស្លាំងសន្លាក់ឆ្អឹងរលាកថ្លើមកាមរោគគ្រុនចាញ់គ្រុនឈាមភ្នែកនិងវាស់ភ្នែកក្រៅពីនេះក៏មានការពិនិត្យភ្នែកនិងចែកវ៉ែនតាការពិនិត្យនិងព្យាបាលសុខភាពមាត់ធ្មេញជំងឺទឹកនោមផ្អែមបេះដូងលើសឈាមត្រចៀកច្រមុះបំពង់កតម្រងនោមពិនិត្យអេកូសាសវាស់ចង្វាក់បេះដូងមន្ទីរពិសោធន៍វិភាគឈាមវះកាត់តូចនិងព្យាបាលរបួសជាដើម